នេះគឺជារបៀបនៅក្នុងការបិទឬក៏បើក comment នៅក្នុងការផុសរបស់យើងនៅក្នុងកម្មវិធី Facebook យើងជាទូទៅនៅពេលដែលបងប្អូនអរគ្នាធ្វើការចូលទៅកាន់ Facebook ហើយយើងចង់ធ្វើការផុសជាមួយនឹងរូបអីមួយគឺយើងតែងតែ select ជាមួយនឹងការផុសធម្មតាបាទអញ្ចឹងដូចរាល់ដងអញ្ចឹងគឺនៅពេលដែលបងប្អូនចង់ផុសអីគឺយើងតែងតែសរសេរ caption ឬក៏យើង check in ដាក់ feeling ដាក់អី take friend អញ្ចឹងទៅបន្ទាប់មកយើងធ្វើការផុសជាធម្មតាអញ្ចឹងមកអញ្ចឹងនៅពេលដែលបងប្អូនចង់ធ្វើការបិទ comment គ្រាន់តែចុច tray 3នៅខាងលើផ្នែកខាងស្ដាំនៃការផុសរបស់យើងមកបាទបន្ទាប់មកបងប្អូននឹងឃើញពាក្យថា who can comment on this post បន្ទាប់មកបងប្អូននឹងឃើញមុខងារចំនួន3នៅក្នុងហ្នឹងបាទសំខាន់បាទជាស្រេចគឺមុខងារចំនួន4បាទអញ្ចឹងទី1គឺ public មានន័យថាអ្នកណាក៏អាច comment ការផុសរបស់យើងបានដែរចំណែកទី2គឺមានតែ friend ហើយនិងអ្នកដែល follow យើងទេដែលគាត់អាចធ្វើការ comment នៅការផុសរបស់យើងចំណែកទី3គឺ friend មានន័យថាមានតែ friend ទេទោះបីជាអ្នក follow យើងក៏ផុសបានដែរហើយអ្វីដែលបងប្អូនត្រូវយកគឺនៅចំណុចទី4ចុងក្រោយគេគឺមានន័យថា profile ឬក៏ page ដែលយើងបាន mention អញ្ចឹងនៅត្រង់កន្លែងនេះគឺចង់មានន័យថាប្រសិនបើយើងអត់បាន mention អ្នកណាទេគឺអត់មានអ្នកណាអាច comment យើងបានទេនៅរាល់ការផុសរបស់យើងអញ្ចឹងពេលដែលបងប្អូនធ្វើការជ្រើសរើសឲ្យអាចចុចដាន់បាទអញ្ចឹងគឺការផុសរបស់យើងគឺអត់មានអ្នកណាអាចចូល comment បានទេទោះបីជា friend Facebook របស់យើងក៏ដោយបាទគឺមានតែយើងខ្លួនឯងទេដែលអាច comment បានក៏ប៉ុន្តែបើសិនជាបងប្អូនចង់ធ្វើការបើក comment ឡើងវិញគ្រាន់តែចុច tray 3ដដែលយកកន្លែង who can comment on this post ដដែលហើយបងប្អូន select យក public បាទហើយបន្ទាប់មកយើងធ្វើការចុចដាន់តែប៉ុណ្្នឹងគឺជាការស្រេចអញ្ចឹងនេះគឺជាវីដេអូរបៀបនៅក្នុងការបិទឬក៏បើក comment នៅក្នុង account Facebook ឬក៏ការផុសរបស់យើងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេប្រសិនបើបងប្អូនអរគ្នាត្រូវការ power bank ដែលមានគុណភាពខ្ពស់តូចស្រាលមានបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយជាពិសេសគឺឆក់ជាប់ល្អជាមួយនឹងទូរស័ព្ទនិងមានជើងទម្របែបនេះអាចធ្វើការឆាតមកកាន់ account TikTok របស់ខ្ញុំបាន